ចំពោះរឿងមីម៉ាម៉ានេះតើតើយើងដឹងប្រភពច្បាស់លាស់បានយើងអាចធ្វើសេចក្តីសន្តានត្រឹមត្រូវប្រមាណថារូបដែលគេបង្ហាញនៅក្នុង Facebook ហ្នឹងជាអ្នកទិញយកមកញ៉ាំអញ្ចឹងគាត់ដឹងថាអ្នកណាជាអ្នកលក់ហើយអ្នកលក់ខ្លួនឯងហ្នឹងអ្នកលក់រាយដែលអ្នកបង្ហាញក្នុង Facebook ហ្នឹងបានទិញហ្នឹងគឺគាត់ដឹងថាគាត់ទិញមកពីណាអញ្ចឹងមានតែការតាមដានដល់ល្អិតល្អន់ទេបានដឹងថាប្រភពមីហ្នឹងមកពិតប្រាកដមួយរយៈនេះគឺស្មារតីជាតិនិយមផុសផុលច្រើនពាក់ព័ន្ធទៅនឹងការប្រើប្រាស់ទំនិញរបស់ប្រទេសជិតខាងយើងដោយសារប្រទេសជិតខាងយើងបានធ្វើអំពើមិនល្អចំពោះប្រទេសយើងច្រើនចំពោះប្រជាជនស្លូតត្រង់របស់ខ្មែរយើងច្រើនមានទាំងសម្លាប់មានទាំងធ្វើឲ្យពិបាកផ្លូវចិត្តពិការភាពចាប់ឃុំឃាំងដោយទាំងគ្មានកំហុសខុសច្បាប់អីក៏គាត់ធ្វើបានដែរអញ្ចឹងអ្វីដែលគ្រាន់តែឃើញហ្នឹងគឺផលិតផលរបស់ប្រទេសហ្នឹងគឺជាជនយើងមិនពេញចិត្តសម្រាប់មីម៉ាម៉ានេះគឺវាអាចមានច្រើនរឿងវាអាចថាជាការខ្ចប់របស់សិប្បកម្មលួចលាក់ណាមួយនៅទីតាំងកន្លែងណាមិនដឹងទេអាចថាជាទីតាំងក្រៅប្រទេសឬក៏ក្នុងប្រទេសសិនជាទីតាំងនឹងនៅទីតាំងវិចខ្ចប់ថ្មីនឹងនៅក្រៅប្រទេសយើងត្រូវដឹងថាតើគាត់នាំចូលមកក្នុងប្រទេសយើងដោយវិធីណាបើទីតាំងនឹងមាននៅក្នុងប្រទេសយើងតាមដានទៅក្នុងប្រទេសយើងគួរថាអ្នកមានសមត្ថកិច្ចហើយនឹងអាជ្ញាធរដែនដីស្ថាប័នជំនាញនឹងគួរពិនិត្យមើលហេតុអ្វីក៏គាត់ខំប្រឹងធ្វើអញ្ចឹងនៅពេលដែលប្រទេសជាតិយើងកំពុងតែលំបាកសំខាន់យើងត្រូវពិនិត្យមើលថាតើព័ត៌មានដែលផ្សាយក្នុង Facebook ហ្នឹងក្នុងប្រព័ន្ធផ្សព្វផ្សាយហ្នឹងប្រព័ន្ធសង្គមហ្នឹងតើពិតឬអត់ហើយបើពិតវាមិនពិបាកនឹងតាមដានទេថាតើមីហ្នឹងមកពីប្រភពណា